បាទក្រៅពី YouTube នៅក្នុងដុំហ្នឹងហើយក៏មាន Bluetooth Connect Speaker បានហើយយើងមាននឹងកម្មវិធីដូចជាមើលប៉ុស្តិ៍ទូរទស្សន៍មានជាង1000ប៉ុស្តិ៍បាទមានទាំងប៉ុស្តិ៍ខ្មែរយើងប៉ុស្តិ៍អាស៊ីអឺរ៉ុបតុក្កតាកីឡាប៉ុស្តិ៍ព័ត៌មានឯកសារសត្វអីបាទ live ផ្ទាល់ណាបាទតើតើជាមួយនឹងកម្មវិធីគឺយើងរៀបចំរួចរាល់មានជាតារាងក្នុងការប្រើប្រាស់ងាយស្រួលចុចវាមានតាមគ្រប់ចឹងណាមានជា logo មានអក្សរមានអីបាទសម្រាប់យើងមើលបានច្បាស់នៅលើនឹងតែម្ដងបាទនិយាយទៅរូបភាពអីហ្នឹងគឺយើងមើលបានចុចក៏ស្រួលដែរអត់ពិបាកទេដើរលឿនតើតើជាមួយនឹងកម្មវិធីគឺយើងរៀបចំត្រឹមត្រូវបាទហើយកម្មវិធីគឺល្អមែនតើបាទគឺមានទៅតាមប្រទេសតាមអីអញ្ចឹងណាបែងចែកជាកញ្ចប់រួចរាល់អស់ហើយមិនមានបង់សេវាអីទេឲ្យតែមាន Wi-Fi ភ្ជាប់នៅផ្ទះរបស់យើងភ្ជាប់មួយអ៊ីនធឺណិតដែលមានស្រាប់ហ្នឹងទៅគឺប្រើបានណាមានអស់សេវាបង់លុយប្រចាំខែប្រចាំអីទៀតទេបាទសម្រាប់ដុំហ្នឹងកម្មវិធីវាមានច្រើនមានទាំងកម្មវិធីអូតូទស្សន៍មានទាំង YouTube មានទាំង Android Play Store មាន Bluetooth Connect Speaker បានអាចនិយាយ voice លេងអីបានទៀតណាបាទហើយសម្រាប់ប៉ុស្តិ៍កីឡាប៉ុស្តិ៍អីគឺមានទាំងអស់បាទមិនថាទាំងប៉ុស្តិ៍ព័ត៌មានអីទេកីឡាក៏មានដែរសម្រាប់មើលសកេអីបានណាបាទហើយតើតើជាមួយនឹងកម្មវិធីគឺសួរចិត្តទេបាទដូចការណែនាំអញ្ចឹងណាបាទហើយយើង highlight នៅកម្មវិធីមួយចំនួនជូនសម្រាប់អតិថិជនហើយគាត់ឲ្យគាត់មើលទៅពីចុចពីអីអញ្ចឹងណាយើងអាចចុចឲ្យវាធំ full screen នៃទូរទស្សន៍របស់យើងបានបាទតាមកម្មវិធីបាទមានទាំងឯកសារសត្វមានអីទាំងអស់ដែរទាំងតុក្កតាទាំងកីឡាទាំងព័ត៌មានទាំងប៉ុស្តិ៍ទូរទស្សន៍ជាតិយើងគឺមានទាំងអស់បាទនិយាយទៅគឺងាយស្រួលចុចមែនតើបាទតើតោះជាមួយនឹងកម្មវិធីគឺគេរៀបចំអស់ហើយយើងអត់ពិបាកទេភ្ជាប់ទៅ Wi-Fi ហើយគឺប្រើបានតែម្ដងបាទនិយាយទៅយើងមើលទៅ screen វាយើងអាចធ្វើឲ្យ full បានដូចស្រួលទេហើយយើងចុចត្រឡប់បកក្រោយ back ទៅវានឹងចេញតូចចេះស្រួលយើងចុចរកប៉ុស្តិ៍មើលតាម logo អក្សរអីចឹងណាបាទហើយមានទាំង Android Play Store ទៀតយើងអាច download app បន្ថែមបានទៀតបើក្នុងករណីដែលចង់បាន app អីចំសានបន្ថែមទៀតចឹងណាបាទយើងអាច download បន្ថែមបានបាទហើយវិធីប្រើប្រាស់ស្រួលទេគឺយើងដោតខ្សែ HDMI ចូលទូរទស្សន៍របស់យើងហើយយកខ្សែUSB យកភ្លើងពីទូរទស្សន៍យើងគឺហាយអត់ញ៉ៃអីទេបាទស្រួលចុចបន្ទាប់មកចុចទៅលើទូរទស្សន៍ចុចរកមុខងារ HDMI ដើម្បីទទួលភាពពីដុំនឹងចូលទូរទស្សន៍របស់យើងបានទៅជាការស្រេចហើយបន្ទាប់មកយើងចូលទៅកន្លែង setting រកកូនសោដើម្បីទៅភ្ជាប់ Wi-Fi អ៊ីនធឺណិតផ្ទះយើងចូលទៅគឺអាចប្រើបានតែម្ដងបាទនេះគឺយើង highlight ជូនហើយបាទចុចចូលមករកឈ្មោះអ៊ីនធឺណិតផ្ទះយើងណាឧទាហរណ៍ទៅហើយយើងចុច Wi-Fi password ផ្ទះយើងបញ្ចូលទៅ connect ជាការស្រេចបាទកន្លែងនេះទៅគឺបានហើយប្រើបានតែម្ដងបាទអញ្ចឹងបងប្អូនត្រៀមខ្លួនសម្រាប់ការប្រើប្រាស់ហើយនៅបាទអរគុណចម្រៀងខារ៉ាអូខេ